អ្នកខ្លំមើលបើកម្ពុជាថៃមិនទាន់បញ្ចប់ចំនួនព្រំដែនទេក៏មិនទាន់ដល់ពេលបើកព្រំដែនឡើងវិញដែរអ្នកខ្លំមើលស្ថានភាពកម្ពុជាលើកឡើងថាបើកម្ពុជានិងថៃមិនទាន់អាចចរចាគ្នាបញ្ចប់សង្គ្រាមឬចំនួនព្រំដែនរវាងប្រទេសទាំងពីរចប់សពគ្រប់ទេកម្ពុជាក៏មិនទាន់ដល់ពេលដែលត្រូវបើកព្រំដែនឡើងវិញដែរលើកឡើងតែកម្ពុជារងព្រំដែនឡើងវិញដែរលើកឡើងតែកម្ពុជារងនៅសម្ពាធធ្ងន់ធ្ងរពីប្រទេសទី3ដោយជាមិនរួចនោះអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមបណ្ឌិតមាសនេះលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី15ខែកញ្ញាថាបរដ្ឋាភិបាលកម្ពុជាបើកច្រកព្រំដែនឡើងវិញទាំងដៃកងទ័ពនៃប្រទេសទាំងពីរបានកាន់កាប់ទឹកដីតាមតំបន់ព្រំដែនដែលមិនទាន់មានការកំណត់ច្បាស់លាស់នោះនឹងបង្កការលំបាកទៅថ្ងៃក្រោយកាន់តែខ្លាំងចំពោះការកំណត់ព្រំដែនរវាងប្រទេសទាំងពីរបណ្ឌិតមាននេះលើកឡើងថាបញ្ហាសេដ្ឋកិច្ចគឺពិតជាកត្តាដែលត្រូវគិតប៉ុន្តែបូរណភាពគឺរឹតតែសំខាន់ថែមទៀតស្របពេលដែលពលរដ្ឋតែងព្រួយបារម្ភពីការបាត់បង់ទឹកដីទៅប្រទេសថៃដែលកំពុងមានជម្លោះជាមួយកម្ពុជានាពេលនេះជាក់ស្ដែងការវ៉ាទីរបស់កងទ័ពថៃនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូទ័ពថៃនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូបីជួនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងតំបន់ផ្សេងទៀតដែលភាគីថៃបានសាងសង់លេនដ្ឋានក្នុងទឹកដីកម្ពុជាគឺជាបញ្ហាចម្បងបំផុតដែលរដ្ឋាភិបាលត្រូវដោះស្រាយឲ្យចាប់សពគ្រប់មុននឹងជជែកពីការបើកព្រំដែនឡើងវិញអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមរូបនេះបញ្ជាក់ថាពេលនេះថៃកំពុងព្រួយបារម្ភពីការបាត់បង់ទីផ្សារនៅកម្ពុជាបើព្រំដែនរវាងប្រទេសទាំងពីរចេះតែបន្តបិទដោយគ្មានពេលកំណត់លោកបញ្ជាក់ថាការព្រួយបារម្ភរបស់ថៃគឺនៅត្រង់ថាបើការបិទនេះចេះតែបន្តនោះទំនិញចិននិងទំនិញវៀតណាមប្រកាសជាក្តាប់ទីផ្សាររបស់កម្ពុជាទៅថ្ងៃក្រោយជាមិនខានស្របពេលដែលតម្លៃក៏ទាបជាងទំនិញថៃផងដែរនោះការអះអាងនេះធ្វើឡើងបន្ទាប់ពីកម្ពុជាថៃពិភាក្សាបើកព្រំដែនមួយចំនួនឡើងវិញតាមសំណើរដ្ឋាភិបាលជប៉ុនកាលពីពេលថ្មីនេះកាលពីថ្ងៃទី10ខែកញ្ញារដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាសីហាចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ថាកម្ពុជានិងថៃដែលបានពិភាក្សាគ្នាអំពីការបើកច្រកព្រំដែនមួយចំនួនតាមសំណើរដ្ឋាភិបាលជប៉ុនសម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់ដើម្បីធានាដល់ខ្សែសង្វាក់ជាតិផ្គង់យ៉ាងណាក៏ដោយកាលពីថ្ងៃទី13ខែកញ្ញានាយករដ្ឋមន្ត្រីថៃលោកអានុធីនឆានវីរ៉ាគុលបានបញ្ជាក់ថាការបើកដំណើរការព្រំដែនឡើងវិញជាមួយកម្ពុជាត្រូវការកិច្ចព្រមព្រៀងជាច្រើននិងការរៀបចំកម្លាំងយោធាព្រមទាំងត្រូវគ្រប់តាមលក្ខខណ្ឌរបស់ថៃផងដែរនោះចំណែកឯប្រធានការិយាល័យសម្រាប់គោបេសកកម្មរបស់ថៃលោកវ៉ាន់ឆាណាសវ៉ាឌីកាលពីថ្ងៃទី11ខែកញ្ញាត្រូវកាសែតថៃខៅស៊ូតបានស្រង់សម្ដីថាបានជំទាស់នឹងការបាក់ច្រកព្រំដែនរវាងកម្ពុជានិងថៃដាច់អហង្ការទោះបីជាមានសំណើរបស់រដ្ឋាភិបាលជប៉ុនក៏ដោយព្រំដែនកម្ពុជាថៃមានប្រវែងជាង800គីឡូម៉ែត្រឆ្លងកាត់ជាង7ខេត្តរួមមានខេត្តបៃលិនខេត្តពោធិ៍សាត់ខេត្តបាត់ដំបងខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តកោះកុងនិងខេត្តព្រះវិហារដែលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន10និងច្រកទ្វារតំបន់ព្រំដែនចំនួន5កន្លងមកគេសង្កេតឃើញតាមច្រកព្រំដែនអន្តរជាតិនិងច្រកតំបន់ព្រំដែនរវាងប្រទេសទាំងពីរបាននាំចូលកសិផលនិងទំនិញថៃទៅកាន់កម្ពុជានិងឆ្លងកាត់ទៅប្រទេសវៀតណាមរាប់រយឡានកុងទីន័រក្នុងមួយថ្ងៃខណៈច្រកតំបន់ព្រំដែនក៏មានការនាំចូលទំនិញថៃយ៉ាងសន្ធឹកសន្ធាប់យ៉ាងប្រចាំថ្ងៃដែរខេត្តបៃលិនមានច្រកទ្វារព្រំដែនអន្តរជាតិមួយជាមួយនឹងថៃគឺច្រកទ្វារអន្តរជាតិព្រំរីឯខេត្តពោធិ៍សាត់មានច្រកទ្វារអន្តរជាតិ2និងច្រកតំបន់ព្រំដែន3ក្នុងនោះខេត្តបន្ទាយមានជ័យមានច្រកទ្វារអន្តរជាតិ2និងច្រកតំបន់ព្រំដែន2ផងដែរចំណែកឯខេត្តឧត្តរមានជ័យមានច្រកអន្តរជាតិ3ជាមួយនឹងថៃនិងខេត្តកោះកុងមានច្រកទ្វារអន្តរជាតិ1គឺច្រកចាំយាមខណៈខេត្តព្រះវិហារក៏មានច្រកទ្វារអន្តរជាតិមួយដែរគឺច្រកអានសេះដោយឡែកខេត្តពោធិ៍សាត់មានគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដាស្ថិតនៅក្នុងស្រុកវាលវែងជាប់ជាមួយនឹងខេត្តត្រាតកាលពីពេលកន្លងទៅប៉ុន្តែមិនទាន់លេចចេញជារូបរាងនៅឡើយទេរហូតដល់ពេលនេះ
យ៉ាងណាក៏ដោយក្រោយពីមានជំលោះព្រំដែនកម្ពុជាថៃគេសង្កេតឃើញភាគីទាំងពីរបានសម្រេចបិទច្រកទ្វារទាំងអស់ចាប់តាំងពីថ្ងៃទី17ខែមិថុនាឆ្នាំ2015មកនេះ